អូខេនេះគឺជារបៀបនៅក្នុងការប្រើប្រាស់ Gemini AI ដើម្បីយកសញ្ញាយើងចុចលើប៊ូតុងGet Signal នោះមកវានឹងលោតផ្ទាំងមួយមកឲ្យយើងអញ្ចឹងនៅលោតផ្ទាំងដូចភ្នែក3អញ្ចឹងចំហៀងខាងឆ្វេងគឺមាសស្ដាំគឺ Bitcoin យើងយកមាសមកឲ្យចុចលើកណ្ដាលដើម្បីឲ្យវាវិភាគតវិភាគឲ្យវាមាន signal ចេញមក signal ហ្នឹងវាឲ្យជា signal សម្រាប់បាយហើយវា suggest មាន3តង់ទៅតាមកម្រិតនៃហានិភ័យទី1បើយើងគៀកជាមួយទីផ្សារវាកាន់ហានិភ័យកាន់តែខ្ពស់ឆ្ងាយពីទីផ្សារហានិភ័យកាន់តែទាបហើយនៅក្នុងហ្នឹងវាក៏បានប្រាប់នៅ SL និង TP ផងដែរហើយយើងចង់ដឹងលម្អិតបន្ថែមបើយើងយក signal យកតែមួយ signal ក៏បានដែរគឺយើងចូលទៅកន្លែងវិភាគរបស់វាចុចលើអាសញ្ញា graphic ដែលវាវិភាគទៅអាហ្នឹងវាព័ត៌មានវិភាគលម្អិតតែម្ដងប៉ុន្តែយើងគ្រាន់តែយក signal យើងអានេះគ្រាន់តែជាឯកសារយោងទេសម្រាប់យើងចង់ដឹងបន្ថែមចាយើងបិទអាផ្ទាំងចេញមកគឺនៅលើផ្ទាំងនេះហ្នឹងអញ្ចឹងការនេះរបស់យើងសញ្ញារបស់យើងវាមានលោតយើងបើកមើលម្ដងទៀតក៏បានដែរ